ជំរាបសួរបាទពុកម៉ែបងប្អូនថ្ងៃនេះដែរយើងមកធ្វើត្រីសាស៊ីមីត្រីឆៅបងប្អូនដោយសារយើងបើកអូស YouTube មកឃើញមានគេខាងបរទេសគេធ្វើញ៉ាំអញ្ចឹងណាបងប្អូនហើយយើងនេះមាននៅសមុទ្រនេះមានត្រីនឹងដែរយើងក៏ចាប់ផ្ដើមទៅទិញមួយមកបងប្អូនហើយយកមកវាមកធ្វើយើងសកាហើយយើង fillet វាធ្វើភ្លាមអញ្ចឹងយើងទៅយកមកពីសមុទ្រដែរត្រីនេះនៅសាច់ស្រស់មែនទែនបងប្អូនហើយត្រីនេះដែរយើងធ្វើម្ហូបបានច្រើនមែនទែនបងប្អូនហើយជាពិសេសសាច់វាឆ្ងាញ់យើងឆាអំពងក៏បានស្ងោរក៏បានបងប្អូនសាច់វាឆ្ងាញ់មែនទែនព្រោះឆ្អឹងវាទន់បងប្អូនហើយនេះសាច់សហ្មងនេះ fillet មកសាច់សខ្ចីញញហ្មងបងប្អូនហើយសាច់វាឃើញគេធ្វើ fillet សាស៊ីមីតណូបងប្អូនឥឡូវសាកធ្វើមើលចាំមើលវារសជាតិយ៉ាងណាអញ្ចឹងណាបងប្អូនហើយនេះសាច់បងប្អូនហើយសាច់ឡើងសហ្មងនេះជាក់ស្ដែងធ្លាប់តែញ៉ាំធម្មតាអត់ដែរញ៉ាំត្រីឆៅអញ្ចឹងទេយើងធ្លាប់តែធ្វើម្ហូបឆាអំពងឬក៏ធ្វើស្ងោរអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមពុះវាយកឆ្អឹងអានេះមានឆ្អឹងទេយកសកាវាចេញបងប្អូនជាសកាវាយើងដាក់មកយើងយកសកាវាហើយយើងកន់វាមកល្មមញ៉ាំណាបងប្អូនរួចយកវាទៅដាក់មួយទឹកស៊ីអ៊ីវវ៉ាសាប៊ីបងប្អូនហើយនេះគឺយើងត្រីយើងធ្វើហើយតែមួយបានច្រើនទៀតត្រីនេះធំហ្មងបងប្អូនត្រីនេះមួយម៉ានខាំដែររៀងធំបងប្អូនហើយយើងចុងភៅយើងញ៉ៃតិចហើយព្រោះទំលើកទី1 fillet ត្រីហ្នឹងតែស្រួលធ្វើបងប្អូនត្រីនេះស្រួលធ្វើមែនតើតែគ្រាន់តែអ្នកធ្វើថតវីដេអូយើងបាក់ធ្វើតែជាក់ស្ដែងស្រួលធ្វើគ្រាន់តែផ្លេសfillet វាក៏ស្រួលធ្វើដែរអានេះចិត្តចោលនេះក៏គេញ៉ាំដែរតែយើងមើលអត់ទំនងអត់ស្អាតអញ្ចឹងតែជាក់ស្ដែងគេញ៉ាំបានយើងយកវាទៅទុកវាយកទៅស្ងោរបងប្អូនស្ងោរក៏ឆ្ងាញ់ដែរឥឡូវយើងជាសកាវាបន្ថែមទៀតបងប្អូនព្រោះមិញ fillet មកវាដាច់មិនតិចអញ្ចឹងណាកប់គ្នាមកមកដាក់ត្រីនឹងគ្នាដាក់គោលើគ្នាមកអានេះយើង fillet ហើយបងប្អូននេះយើងដាក់វាលើទឹកកកមកជាមួយនឹងឆៃថាវហើយនឹងវ៉ាសាប៊ីហើយចឹងយើងចាប់ឲ្យយើងកូនពៅញ៉ាំសាកបងប្អូនមួយប៉ាប៉ាទាញ៉ាំដែរហើយសួរទៅថាឆ្ងាញ់របស់គេដែរត្រីនឹងសាច់ឆ្ងាញ់តែឲ្យញ៉ាំតែ2 3ទេព្រោះក្មេងៗកុំឲ្យញ៉ាំឆៅច្រើនពេកខ្លាចឈឺពោះហើយកូនពៅថាឆ្ងាញ់ប៉ា